មួយពី3បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូទី2នៃការជជែកអំពីដងដើមនៃការគ្រាវកូនកស៊ូហើយមុននឹងចូលប្រធានបទបន្ថែមពីលើវីដេអូទី1ខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងមួយហើយមកដល់ចំណុចនេះខ្ញុំសូមបញ្ជាក់ដែរបងប្អូនខ្ញុំមិនមែនជាអ្នកជំនាញកសិកម្មដែលជាប់បញ្ញាបត្រឬក៏អីខាងកសិកម្មទេគឺអត់មានទេតែអ្វីដែលខ្ញុំលើកឡើងហ្នឹងគឺតាមលក្ខណៈគ្រួសារហើយនឹងជាបទពិសោធន៍ដែលយើងបានធ្វើជាក់ស្ដែងមកដើមនេះការយើងគ្រាវហ្នឹងចង់ជ្រុលខ្ញុំនិយាយប្រវត្តិកស៊ូខ្ញុំមកដើមនេះសិនមកដើមហ្នឹងវាចូលជិត4ម៉ែត្រវាជិតចូល4ម៉ែត្រយើងតោងណាយើងតោងយកស៊ូអញ្ចឹងហើយកស៊ូយើង CG វាស្រួយនៅពេលដែលយើងតោងអញ្ចឹងលបផកដូចថ្នាំងអំពៅអញ្ចឹងវាធ្វើឲ្យបាត់ដើមត្រង់នេះបាក់ដើមត្រង់ហ្នឹងថងមកដល់ចំណុចនេះហើយបានខ្ញុំចង់ឲ្យបងប្អូនត្រឹមតែ3ម៉ែត្រទៅ3ម៉ែត្រកន្លះអីពេញគ្រាវឲ្យបងប្អូនកុំទុកឲ្យខកអីហើយសំណួរមកដល់ចំណុចហ្នឹងបងប្អូនប្រហែលជាសួរថាចុះបើសិនជាដើមដែលវាលូតខ្ពស់ហើយ4ម៉ែត្រជាងតើយើងគួរសួរគ្រាវទៀតអត់សម្រាប់ខ្ញុំអត់ហ៊ានកាត់ជូនបងប្អូនតែខ្ញុំឲ្យជំរឿ2ជំរឿទី1បងប្អូនតើmake sure តើបងប្អូនប្រកាសខ្លួនឯងថាតើបងប្អូនអាចសួរដងដើមនឹងកាច់បានដែលវាមិនមានបញ្ហាបានអត់អញ្ចឹងណាហើយទី2នៅពេលដែលវាមានបញ្ហាដូចរបស់ខ្ញុំនេះនៅពេលដែលខ្ញុំសួរវាមកគេបើតំបន់ខ្ញុំគេហៅថាតោងសួរវាធ្វើម៉េចឲ្យកាច់គ្រាវវានៅចំណុចកណ្ដាលដល់ពេលវាបាក់អញ្ចឹងសួរថាពីណាខាត់ហ្មងអញ្ចឹងយើងជាអ្នកខាត់មកដូច្នេះហើយបានខ្ញុំថាមកដល់ចំណុចនេះបើពីខ្ញុំវិញតើវាចូលដល់4ម៉ែត្រអីបងប្អូនតាមសមាជីវទៅកុំព្យាយាមគ្រាវវាអីដូច្នេះហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនគ្រាវនៅឆ្នាំទី1ឆ្នាំដែលបងប្អូនបានន័យថាចការដែលបងប្អូនបានថែដុតដល់ដងដើមល្អអញ្ចឹងបងប្អូនគួរតែគ្រាវវាទៅត្រឹម3ម៉ែត្រកន្លះល្មមប៉ុណ្ណឹងណាកម្ពស់ខ្ញុំ1.82ម៉ែត្រខ្ញុំនៅសួរវាបាក់ចុះតម្រាំបងប្អូនដែលកម្ពស់ក្រោមខ្ញុំទៀតអាហ្នឹងតើបងប្អូនសួរថាមូលហេតុអីពេលខ្លះវាជាបទពិសោធន៍មួយគេហៅថាអ្នកខ្លះគេអត់មានបទពិសោធន៍ណាប៉ុន្តែយើងគ្រាវឥឡូវយើងស្លឹងមើលមកចការអត់អីមកអីដើមហ្នឹងដោយសារអីយើងដាក់ជីដងដើមវានៅស្រួយអញ្ចឹងអាហ្នឹងកន្លែងហ្នឹងបងប្អូនគួរតែកំណត់សម្គាល់អានេះគឺជាបទពិសោធន៍ដែលខ្ញុំធ្វើទៅខុសធ្វើទៅធម្មតាការងារវាមិនអាចធ្វើទៅបានទាំងអស់បងប្អូនត្រូវដែរអញ្ចឹងកន្លែងណាมันល្អខ្ញុំតែងចែកជូនបងប្អូនហើយបញ្ជាក់ទៀតខ្ញុំមិនមែនជាអ្នកជំនាញទេគាត់ថាជាបទពិសោធន៍គឺខ្ញុំធ្វើវាបានប៉ុណ្ណឹងហើយចំពោះដងម៉ែត្របន្ថែមពីហ្នឹងបន្តិចចំពោះដងម៉ែត្រខ្ញុំចង់ឲ្យបងប្អូនដាក់ឲ្យបានទុកវាឲ្យបាន3ទៅ4ម៉ែត្រទៅល្អបងប្អូនងាកមកចការក្បែរខ្ញុំមួយបងប្អូនថាណាបងប្អូនមើលដងដើមគាត់ទុកគ្រាវអាហ្នឹងចការហ្នឹងក៏យើងណែនាំប្រាប់គាត់ថាឲ្យទុកបាន3 4 5ម៉ែត្រទៅឥឡូវដងដើមគាត់គ្រាវស្អាតក៏បាយកាមេរ៉ាគាត់ថាបាយបញ្ជាក់បងប្អូនតិចចការនេះដងដើមបងប្អូនមើលល្អចការនេះបើប្រវត្តិដីគឺគាត់អត់ធ្វើដីឲ្យគាត់ដាំដលងទេអញ្ចឹងគាត់ធ្វើដីកាប់ពីចន្ទទីគាត់ដាក់កស៊ូមកដងដើមល្អហើយចការក្បែរហ្នឹងគាត់លេងដលង2ឆ្នាំដល់ពេលគាត់ដាក់កស៊ូរៀងស្ទើរដងដើមបន្តិចអញ្ចឹងណាតែជាស្រ័យខ្ញុំអត់បង្ហាញទេកុំឲ្យប៉ះពាល់ដល់គេហើយជាការនេះអ្វីដែលយើងសង្កេតឃើញគឺគាត់កាប់ចន្ទទីហើយគាត់ដាំភ្លាមល្អខ្ញុំនៅតែលួចសរសើរកស៊ូគាត់ដាំយាយតាយូរប្រហែល70ឆ្នាំគាត់ដាំបានប៉ុណ្ណឹងសរសើរគាត់មែនទេល្អអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេទី1សរុបឡើងវិញទៅលើកំហុសខុសឆ្គងដែលយើងការគ្រាវហើយទី2ចែកម្លែកទៅលើដងដើមហើយបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចខមមិនបន្ថែមទៀតខ្ញុំនឹងធ្វើជាវីដេអូដើម្បីចែកជូនបងប្អូនក្នុងគោលបំណងចែកជូនទៅនេះគឺមិនមែនជឿផ្ចាញ់ទៅលើបុគ្គលណាទេគាត់ចង់ចែកជូនបងប្អូនឲ្យស្វែងយល់ថារបរហ្នឹងវាត្រូវធ្វើចែកអញ្ចឹងណាអញ្ចឹងចុងក្រោយអរគុណជំរាបលា